strong កាត់សម្លេងខានកម្រិតខ្លាំងអញ្ចឹងវាអាស្រ័យទៅតាមបងប្អូនប្រើនៅទីតាំងដែលអ៊ូអរខ្លាំងឬក៏នៅកន្លែងដែលស្ងាត់បាទសួស្តីថ្ងៃនេះមកធ្វើការបង្ហាញពាក់ព័ន្ធនឹងវិធីប្រើ microphone mono rectifier ងាយសម្រាប់បងប្អូនយកទៅប្រើជាមួយនឹងទូរស័ព្ទបាទឥឡូវនេះខ្ញុំមកតេស្តជាមួយនឹង model ទូរស័ព្ទ iPhone 15 Pro Max របស់ខ្ញុំដោយយើងបើកនៅក្នុងប្រអប់មកគឺវាមាន receiver 2នេះសម្រាប់ iPhone បាទ model នេះសម្រាប់ iPhone 14ចុះក្រោមហើយ model នេះសម្រាប់ iPhone 15 16ហើយនិង Android បាទអញ្ចឹងឥឡូវយើងប្រើអានេះសម្រាប់ទូរស័ព្ទរបស់ខ្ញុំបាទអញ្ចឹងយើងគ្រាន់តែបើកវាមកគឺវាមានភ្លើងអាចប្រើបានតែម្ដងបាទដូចនេះអញ្ចឹងដើម្បីភ្ជាប់ប្រើបានគឺយើងយក mic ចេញពីប្រអប់មកហើយនេះគឺជាដុំ receiver របស់កាមេរ៉ាបើករណីយើងប្រើជាមួយនឹងកាមេរ៉ាយើងប្រើដុំមួយនេះបាទអញ្ចឹងយើងយក microphone ចេញពីប្រអប់យើងគ្រាន់តែដកវាចេញមកពីប្រអប់មកគឺវាភ្ជាប់គ្នាតែម្ដងអញ្ចឹងសម្រាប់វិធីតភ្ជាប់គឺងាយគឺវាភ្ជាប់គ្នាគឺភ្លើងវាពណ៌ខៀវនេះគឺវាជប់លោតហើយអញ្ចឹងមានន័យថាវាកំពុងតែភ្ជាប់គ្នាអញ្ចឹងតែប៉ុណ្្នឹងគឺយើងអាចប្រើការបានហើយចំណុចសំខាន់នៅលើ mic នេះគឺយើងមើលចំហៀង mic គឺមានប៊ូតុង2ប៊ូតុងក្រហមនេះគឺប៊ូតុង mute សំឡេងបាទនៅពេលដែលយើងចុចប៊ូតុងក្រហមមួយគឺវា mute សំឡេងយើងនិយាយទៅវាអត់ចូលទេបាទអញ្ចឹងពណ៌ខៀវនេះគឺវាឈរនៅលើមុខងារសំឡេងធម្មតាអញ្ចឹងដើម្បីឆ្លាស់ទៅមុខងារកាត់សំឡេងរំខានគឺយើងចុចប៊ូតុងនេះមួយប៊ូតុង on off ចុចវាមួយបែបនេះគឺវាបដូរមកកាត់សំឡេងរំខានបាទអញ្ចឹងវិធីភ្ជាប់វាងាយប៉ុណ្ណឹងអញ្ចឹងមួយទៀតដើម្បីកំណត់នៅលើ app ទូរស័ព្ទបាទដើម្បីកំណត់នៅលើ app ទូរស័ព្ទនៅក្នុងការប្រើប្រាស់គឺងាយដូចគ្នាបាទយើងចូលទៅ app របស់វានេះគឺជា app របស់ Mono តែម្ដងបាទអញ្ចឹងនៅពេលដែលយើងចូលទៅដល់ក្នុង app Mono គឺវាមានជម្រើសច្រើនទី1នេះគឺ microphone gain ដែលយើងកំណត់សំឡេងខ្សោយសំឡេងខ្លាំងគឺនៅលើនេះហើយសម្រាប់ខ្ញុំ recommend ឲ្យដាក់ត្រឹម16 17ឬលើក្រោមតិចតួចគឺវាល្អគឺវាល្មមប្រើតែម្ដងបាទនៅពេលដែលខ្ញុំនិយាយគឺវាចូលបែបនេះអញ្ចឹងសម្រាប់ការកាត់សំឡេងរំខានគឺនៅចំណុចនេះបើយើងយក slide គឺមានន័យថាកាត់សំឡេងរំខានកម្រិតទាប moderate កាត់សំឡេងរំខានកម្រិតមធ្យម strong កាត់សំឡេងរំខានកម្រិតខ្លាំងអញ្ចឹងវាអាស្រ័យទៅតាមបងប្អូនប្រើនៅទីតាំងដែលអ៊ូអរខ្លាំងឬក៏នៅកន្លែងដែលស្ងាត់ហើយសម្រាប់ custom នេះគឺយើងអាចកំណត់វាបានរហូតដល់14ផ្សេងគ្នាមានន័យថាដាក់លេខ14គឺខ្លាំងជាងគេវាស្មើនឹង strong អញ្ចឹងសម្រាប់ការកាត់សំឡេងរំខានជាទូទៅយើងមិនបាច់ប្រើនៅក្នុង custom ទេយើងប្រើក្នុង strong moderate slide ហើយ sound colorable នេះគឺវាជា filter សំឡេងបាទយើងអាចយក voice enhancer ក៏បានយើងយក brightness ក៏បានគឺបងប្អូនប្រើបងប្អូនតេស្តវាទៅគឺអាចដឹងហើយថាវាមានភាពខុសគ្នាបែបម៉េចនៅពេលដែលយើងដូរសំឡេងវាអញ្ចឹងអានេះជា filter សំឡេងបាទនៅពេលដែលយើងប្រើមួយណាគឺវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងហើយ phone speaker output នេះមានន័យថានៅពេលដែលយើងថតហើយបើករណីថាយើងបិទវាគឺយើងស្ដាប់នៅលើទូរស័ព្ទអត់ឮទេអាហ្នឹងតោះតែយើងបើកវាទើបយើងអាចស្ដាប់ឮនៅលើទូរស័ព្ទរបស់យើងអញ្ចឹងអាហ្នឹងខ្ញុំ recommend ឲ្យបើកបាទហើយនឹងចំណុចចុងក្រោយនេះគឺ mono ហើយនឹង stereo សម្រាប់ទូរស័ព្ទរបស់យើងជាទូទៅគឺយើងប្រើទូរស័ព្ទឥឡូវគឺមាន speaker 2អញ្ចឹងបើករណីយើងថត mono គឺឮ speaker តែមួយចំហៀងទេអញ្ចឹងសម្រាប់ខ្ញុំ recommend ឲ្យប្រើ stereo បាទយើងប្រើ stereo គឺវាឮ speaker 2បើយើងចាក់នៅលើ speaker ក៏សំឡេងរបស់យើងឮសងខាង speaker តែម្ដង speaker មានមួយគូគឺឮទាំងពីរតែបើយើងយក mono យើងយកទៅចាក់នៅលើ speaker គឺឮមួយចំហៀងអញ្ចឹងសម្រាប់ការប្រើប្រាស់ងាយបាទហើយវាក៏មាន load ឲ្យយើង update ដែរសម្រាប់ការប្រើគឺវាឲ្យយើង update firmware ដើម្បីឲ្យយើងទៅជ្រើសយកការប្រើប្រាស់ជំនាន់ចុងក្រោយអញ្ចឹងយើងគ្រាន់តែ update វាម្ដងនៅក្នុងការប្រើប្រាស់របស់យើងទៅគឺអូខេហើយត្រង់ចំណុចនេះគឺអាហ្នឹងក៏ mood សំឡេងដូចគ្នាប៉ុន្តែយើងបញ្ជានៅលើទូរស័ព្ទបាទហើយនៅគូតដុំ receiver នេះក៏វាមានកន្លែងកំណត់កាត់សំឡេងរំខានហើយនិងសំឡេងធម្មតាដូចគ្នាអាហ្នឹងសម្រាប់ partner របស់យើងដៃគូរបស់យើងជាកាមេរ៉ាម៉ាន់បើគាត់ចង់ចុចកាត់សំឡេងរំខានឬក៏អត់ក៏គាត់អាចចុចពីនេះបានដូចគ្នា
ហើយវាក៏មានរុនមួយសម្រាប់សាកទូរស័ព្ទនៅពេលដែលទូរស័ព្ទយើងអស់ថ្មពេលពងឡាយឬក៏យើងថតយូរអញ្ចឹងយើងអាចសាកទូរស័ព្ទយើងតាមរយៈដូច Type C មួយនេះបានបាទអញ្ចឹងសម្រាប់វីដេអូពាក់ព័ន្ធនឹងការងារប្រើប្រាស់នៅលើ microphone mono នេះគឺមានតែប៉ុណ្្នឹងអញ្ចឹងមកបញ្ចប់វីដេអូត្រឹម accessory នៅក្នុងនេះគឺវាមានប្រដាប់គៀបដែលវាអាចឆក់ជាមួយនឹង mic ហើយយើងអាចគៀបលើអាវបានដូចគ្នាបាទហើយអានេះជារោមសម្រាប់កាត់ខ្យល់បើយើងថតនៅទីសាធារណៈវាអាចជួយយើងបានមកកម្រិតនៅក្នុងការកាត់ខ្យល់បាទយើងអាចពាក់ពីលើ mic របស់យើងហើយនេះគឺជាដូចសម្រាប់កាមេរ៉ាបាទហើយនឹងខ្សែសាក original មួយហើយគ្រឿង accessory វាមួយចំនួនទៀតដូចជា sticker អីក៏វាមានភ្ជាប់មកប្រអប់មកជាមួយដូចគ្នាបាទអញ្ចឹងអ្នកបងប្អូនដែលស្រឡាញ់ចង់បាន microphone mono យកទៅប្រើប្រាស់បាទអាចតាក់ទងមកបានបាទជាផលិតផល original របស់ក្រុមហ៊ុនល្បីពាក់ព័ន្ធនឹងសម្លេងការងារនៅក្នុង studio គឺល្អមែនតើបាទតោះ Hello សួស្តីបងប្អូនអរគ្នាបាទក្រោយពីហាត់ប្រាណហើយឥឡូវមកឆ្លៀតតេស្ត microphone model ថ្មីដែលទៅតំណចូលមកគឺ brand mono បាទគឺជាឈុត combo set ដែលវាមានដុំ receiver សម្រាប់កាមេរ៉ាសម្រាប់តម្រូវតាមទូរស័ព្ទផ្សេងៗហើយមួយនេះគឺសម្រាប់ Type C ហើយក៏មានមួយទៀតសម្រាប់ iPhone Series 14 Pro Max ចូលផងដែរបាទនេះគឺជាសម្លេងថតចេញពី microphone ទូរស័ព្ទអញ្ចឹងខ្ញុំនឹងបញ្ចូលវាចូលទៅក្នុងទូរស័ព្ទដើម្បីបើកដំណើរការវាតែម្ដងបាទហើយរូបរាង mic គឺតូចស្អាតមែនតើទំហំរបស់វាគឺប៉ិន brand Holyland ដែរដែលបាទបងប្អូនមើលឃើញស្អាតខ្លាំងណាស់បាទអញ្ចឹងឥឡូវទៅមើលពីគុណភាពសម្លេងរបស់ microphone មួយនេះទាំងអស់គ្នាបាទសួស្តីបងប្អូនឥឡូវនេះខ្ញុំបានភ្ជាប់ជាមួយនឹង microphone mono Wave T5 បាទ series ឆ្នាំ2025បាទដែលខ្ញុំថតនេះគឺមានរយៈចម្ងាយប្រហែលជាជាង8-9 ម៉ែត្រទៅ10ម៉ែត្របាទដោយសារ microphone មួយនេះគឺមានគុណភាពកាត់សម្លេងរំខានរហូតដល់3កម្រិតហើយដែលខ្ញុំកំពុងថតនេះគឺនៅស្ថិតនៅក្នុងកម្រិតទី1ទី2ប៉ុណ្ណោះដែលមានកម្រិតខ្ពស់ជាងនេះហើយក៏យើងអាច customize វាបានរហូតដល់14កម្រិតផ្សេងទៀតអញ្ចឹងសម្រាប់ microphone មួយនេះគឺបាទគុណភាពសម្លេងរបស់វាគឺ perfect តែម្ដងដែលស្តង់ដារសម្លេងបែប studio បាទក្រុមហ៊ុន Mono គឺផលិតឡើងជាមួយនឹងផលិតផលមួយចំនួនដែលមានគុណភាពពាក់ព័ន្ធនឹងសម្លេងដែលពាក់ព័ន្ធនឹងការផលិតបែប studio microphone ដូចជា sound card mixer អីផ្សេងៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់នៅក្នុងការងារ studio អញ្ចឹងសម្រាប់ microphone មួយនេះក៏មិនធម្មតាដែរគុណភាពសម្លេងដូចដែលបងប្អូនឃើញស្រាប់បាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ស្រឡាញ់ចង់បាន microphone model មួយនេះអាចទំនាក់ទំនងមកខ្ញុំបានបាទគឺប្រភេទនេះគឺមាន mic 2គ្រាប់បាទហើយជាឈុត combo set ដែលយើងអាចប្រើបានគ្រប់ model ទូរស័ព្ទហើយនិងកាមេរ៉ា computer អីគឺប្រើបានទាំងអស់អញ្ចឹងនេះគឺជាសម្លេងថតផ្ទាល់ចេញពី microphone mono នៅលើមុខងារកាត់សម្លេងរំខានបាទអញ្ចឹងខ្ញុំនឹងឆ្លាស់វាមកសម្លេងធម្មតាវិញបាទនេះគឺជាមុខងារសម្លេងធម្មតាដែលខ្ញុំបានឆ្លាស់វាមកវិញហើយគឺជាធម្មតាគឺសម្លេងធម្មតាវាតែងតែមានសម្លេងរំខានចូលមកតិចតួចដោយសារយើងប្រើប្រាស់មុខងារនេះសម្លេងវា clear វាច្បាស់ល្អជាងប៉ុន្តែក៏វាមានសម្លេងរំខានចូលមកខ្លះអញ្ចឹងបើយើងចង់ឲ្យវាកាត់សម្លេងរំខានយើងចុចវាមួយមកអញ្ចឹងនៅពេលដែលមានភ្លើងពណ៌បៃតងគឺវាឆ្លាស់មកសម្លេងកាត់សម្លេងរំខានវិញម៉ៃមួយនេះក៏វាភ្ជាប់មកជាមួយនឹងប្រភេទដែលឆក់បាទដែលយើងអាចឆក់វាជាប់អាវបែបនេះបើសិនជាបងប្អូនអត់ចង់កាន់ញ៉ៃច្រើនគឺយើងឆក់បែបនេះគឺល្អមែនតើបាទអញ្ចឹងសម្រាប់វីដេអូ review ពាក់ព័ន្ធនឹងការធ្វើតេស្តរយៈចម្ងាយរបស់វាគឺមានតែប៉ុណ្្នឹងហើយម៉ៃមួយនេះបញ្ជាក់ម្ដងទៀតគឺផលិតផល original ដែលការចាប់ចម្ងាយរបស់វាបានរហូតដល់300ម៉ែត្របាទដែលផលិតផលនេះគឺពេញនិយមទាំងនៅតំបន់អឺរ៉ុបផងដែរបាទអរគុណសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយទៀត